ក្នុងសម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាដូចជាយើងចុចទូរស័ព្ទរាល់ថ្ងៃហ្នឹងវាធ្វើឲ្យទំនាក់ទំនងក្នុងគ្រួសាររបស់យើងហ្នឹងវាមានភាពឆ្ងាយពីគ្នាបន្តិចសម្រាប់ខ្ញុំគិតថាតើយើងគួររចនាបទផ្ទះយ៉ាងដូចម្ដេចដើម្បីទាញយកភាពស្និទ្ធស្នាលរបស់សមាជិកគ្រួសារហ្នឹងឲ្យមានភាពស្និទ្ធស្នាលជាមួយគ្នាឡើងវិញអ្វីដែលខ្ញុំចង់លុបបំបាត់ហ្នឹងគឺទាញយកលំហដែលគាត់ត្រូវការទៅចែកមួយគ្នាហ្នឹងឲ្យមកជាលំហតែមួយនេះហើយគឺជាការបង្កើតភាពស្និទ្ធស្នាលឬក៏ជា memory មួយដែលគាត់អាចបង្កើតបាននៅក្នុងសមាជិកគ្រួសាររបស់គាត់នេះបរិយាបន្លីយើងចាប់ផ្ដើមតាំងពី2019ទីតាំងដំបូងរបស់យើងនៅខាងចកាដងហើយយើងឃើញថាមានតម្រូវការក្នុងទីផ្សារក៏ខ្ញុំបានសម្រេចចិត្តបង្កើតនៅគម្រោងទី2ដែលជាយើងឲ្យឈ្មោះថាគម្រោងឯកនៅក្នុងប្លុកនៅទីតាំងផ្លូវ50ម៉ែត្រនេះគម្រោងនេះខ្ញុំបានគិតគូររយៈពេលខ្ទង់3ឆ្នាំនៅក្នុងការសិក្សាគម្រោងនេះឡើងផ្ទះនេះគឺតំណាងឲ្យកិត្យានុភាពនៃការរស់នៅរបស់ប្រជាជនរបស់យើងបើយើងនិយាយអំពីវិឡាកិត្យានេះខ្ញុំអាចនិយាយបានថាជាបេះដូងនៃស្នូលនៃគម្រោងរបស់យើងទាំងមូលហើយផ្ទះទាំងអស់គឺបំបែក concept ចេញពីផ្ទះវិឡាកិត្យានេះទាំងអស់អ្វីដំបូងគេដែលខ្ញុំចាប់ផ្ដើមរចនាបទវិឡាផ្ទះកិត្យានេះឡើងគឺខ្ញុំគិតទៅដល់ការប្រើប្រាស់និងទំនាក់ទំនងនៅក្នុងគ្រួសារដែលខ្ញុំសង្កេតមើលឃើញថាក្នុងសម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាដូចជាយើងចុចទូរស័ព្ទរាល់ថ្ងៃហ្នឹងវាធ្វើឲ្យទំនាក់ទំនងក្នុងគ្រួសាររបស់យើងហ្នឹងវាមានភាពឆ្ងាយពីគ្នាបន្តិចសម្រាប់ខ្ញុំគិតថាតើយើងគួររចនាបទផ្ទះយ៉ាងដូចម្ដេចដើម្បីទាញយកភាពស្និទ្ធស្នាលរបស់សមាជិកគ្រួសារហ្នឹងឲ្យមានភាពស្និទ្ធស្នាលជាមួយគ្នាឡើងវិញបើសិនជាយើងចង់ឲ្យសមាជិកគ្រួសារយើងមានភាពស្និទ្ធស្នាលលុះត្រាតែលំហដែលយើងប្រើប្រាស់ជាប្រចាំភ្ជាប់ជាមួយគ្នាឡើងវិញដូច្នេះលំហដែលខ្ញុំគិតថាសំខាន់នៅក្នុងផ្ទះរបស់យើងនោះគឺលំហកន្ទប់ទទួលភ្ញៀវនិងលំហផ្ទះបាយដែលជាកន្លែងមួយដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃអញ្ចឹងដើម្បីឲ្យសមាជិកគ្រួសារគាត់ទទួលបានភាពស្និទ្ធស្នាលឡើងវិញគឺលំហពីរនេះគឺត្រូវតែផ្សារភ្ជាប់នឹងគ្នាអញ្ចឹងក្នុងវិឡាកិត្យារបស់យើងផ្ទះបាយក៏យើងបែងចែកជាពីរផ្ទះបាយស្ងួតនិងផ្ទះបាយសើមយើងបែងចែកតំបន់ដែលផ្ទះបាយសើមនោះគឺជាតំបន់មួយដែលគាត់ធ្វើការ cooking ប្រចាំថ្ងៃរបស់គាត់ហ្នឹងគឺយើងបានទាញយកផ្ទះបាយជាមួយនឹង living room ឲ្យមកនៅក្រោយដែលផ្សារភ្ជាប់ជាមួយនឹងសួននៅខាងក្រោយផ្ទះ5ម៉ែត្រទៀតប៉ុន្តែដោយឡែកបើយើងទាញយកសួនមកនៅខាងក្រោយផ្ទះមកវិញការប្រើប្រាស់យើងនឹងបង្កើនប្រើប្រាស់កាសសួនឲ្យបានច្រើនជាងមុនសិនជាយើងសម័យមើលទៅយើងគាត់តែអង្គុយកន្ទប់ទទួលភ្ញៀវយើងក៏លេចមកឆ្វាច់ក៏យើងឃើញសួនអញ្ចឹងវានឹងទាញឲ្យអារម្មណ៍របស់យើងនេះនឹងទៅប្រើប្រាស់សួននឹងបានផ្សារជាងមុនដោយសារតែយើងដកជញ្ជាំងណាដែលមិនចាំបាច់ចោលអញ្ចឹងធ្វើឲ្យលំហពីរហ្នឹងគឺខ្លាចជាលំហតែមួយពេលណាតែខ្លាចជាលំហតែមួយសមាជិកគ្រួសារទោះតែគាត់នៅទីតាំងកន្លែងបន្ទប់ទទួលភ្ញៀវឬក៏គាត់នៅទីតាំងចម្អិនអាហារក៏គាត់អាចតំណែងគ្នាបានដែរអ្វីដែលខ្ញុំចង់លុបបំបាត់ហ្នឹងគឺទាញយកលំហដែលគាត់ត្រូវការទៅចែកមួយគ្នាហ្នឹងឲ្យមកជាលំហតែមួយនេះហើយគឺជាការបង្កើតភាពស្និទ្ធស្នាលឬក៏ជា memory មួយដែលគាត់អាចបង្កើតបាននៅក្នុងសមាជិកគ្រួសាររបស់គាត់នេះពួកយើងបានប្រើប្រាស់នៅ concept តែគេហៅថា double value story ហ្នឹងគឺយើងបើកនៅកញ្ចក់ធំយើងមើលពីជាន់ក្រោមឡើងដល់ជាន់ទី1បានមូលហេតុដែលយើងប្រើប្រាស់កញ្ចក់ដែលធំជាមួយនឹង ceiling ដែលខ្ពស់យើងចង់ឲ្យគាត់ទទួលបាននៅអារម្មណ៍មួយដែលស្រស់ស្រាយនៅក្នុងការរស់នៅរបស់គាត់ហ្នឹងអញ្ចឹងបើយើងមើលនៅក្នុងវិឡាកិត្យារបស់យើងភាគច្រើនពលឺគឺមានគ្រប់គ្រាន់អារម្មណ៍ដែលទទួលបានដំបូងដែលយើងបើកទ្វារចូលផ្ទះកិត្យាហ្នឹងមកខ្ញុំជឿថាអតិថិជនទាំងអស់នឹងទទួលបានអារម្មណ៍មួយដែលធំទូលាយអញ្ចឹងគាត់ចូលផ្ទះមកអត់មានថប់ទេពីធ្វើការមកនឿយហត់អីចូលមកដល់ផ្ទះគឺរំសាយចោលនៅក្នុងផ្ទះហ្នឹងទាំងអស់